ទំនៀមនៃពិធីបុណ្យសំខាន់ៗរបស់អ្នកស្រុកអង្គរអ្នកស្រុកអង្គរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រាសាទនិងបរិស្ថានធម្មជាតិជុំវិញដែលអ្នកនរៈវិទូបានផ្សារភ្ជាប់វត្តមានប្រាសាទមនុស្សនិងធម្មជាតិដែលប្រៀបបានទៅនឹងព្រលឹងនៃអង្គរប្រាសាទគឺជាទីសក្ការៈដែលអ្នកស្រុកអង្គរតែងតែប្រារព្ធកិច្ចពិធីបុណ្យសុំសេចក្តីសុខនិងភាពសុបូរសប្បាយចំណែកកត្តាបរិស្ថានធម្មជាតិនៅតំបន់អង្គរក៏បានផ្ដល់នូវអំណោយជាច្រើនសម្រាប់បម្រើដល់សេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃដូចជាដីស្រែចម្ការម្ហូបអាហារឱសថបុរាណនិងរបស់ប្រើប្រាស់បែបប្រពៃណីជាដើមរហូតមកទល់សព្វថ្ងៃនេះអ្នកស្រុកអង្គរនៅតែបន្តគោរពប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជួននៅទំនៀមទម្លាប់ប្រពៃណីឬកិច្ចពិធីទៅតាមរដូវកាលដែលមានដូចជាកិច្ចពិធីទាក់ទងនឹងការធ្វើកសិកម្មកិច្ចពិធីឆ្លងវ័យពិធីបុណ្យប្រចាំគ្រួសារពិធីបុណ្យទាក់ទងនឹងភូមិឋាននិងពិធីសាសនាសំខាន់ៗមួយចំនួនផងដែរ1កិច្ចពិធីក្នុងបរិបទកសិកម្មស្រូវជាដំណាំកសិកម្មយ៉ាងសំខាន់ក្នុងជីវិតប្រជាជនខ្មែរក្នុងដំណើរនៃវដ្តស្រូវមានដំណាក់កាលពីរសំខាន់គឺពេលចាប់ផ្ដើមដាំដុះនិងពេលប្រមូលផលរួចសម្រាប់តំបន់អង្គរយើងសង្កេតឃើញថាមានកិច្ចពិធីសំខាន់ជាច្រើនទាក់ទងនឹងដំណើរនៃវដ្តស្រូវដូចជាពិធីឡើងមាសពិធីប្លង់ក្រឡានពិធីឆ្លងចែកពិធីសុំទឹកភ្លៀងនិងពិធីអកសំពះព្រះខែជាដើម2បុណ្យភូមិក្រោយពេលធ្វើស្រែចម្ការនិងប្រមូលផលរួចអ្នកស្រុកអង្គរតែងតែរៀបចំធ្វើពិធីបុណ្យភូមិដើម្បីបញ្ជៀសជំងឺឬចង្រៃឧត្បាតផ្សេងៗពីភូមិស្រុកមានពិធីបុណ្យជាច្រើនទាក់ទងនឹងបុណ្យភូមិដែលអ្នកស្រុកអង្គរតែងប្រតិបត្តិជារៀងរាល់ឆ្នាំដូចជាពិធីសម្ពោធភូមិនិងបុណ្យបញ្ជូនជាដើមពិធីបុណ្យនីមួយៗតែងតែមានអ្នកដឹកនាំធ្វើកិច្ចផ្សេងៗទៅតាមលំដាប់លំដោយ3ពិធីឆ្លងវ័យពិធីឆ្លងវ័យសំដៅលើកិច្ចពិធីដែលទាក់ទងទៅនឹងដំណាក់កាលនៃជីវិតមនុស្សតាំងពីកើតដល់ស្លាប់នៅតំបន់អង្គរឃើញថាការឆ្លងវ័យមានកិច្ចពិធីជាច្រើនដំណាក់កាលដូចជាពិធីកាត់សក់បង្កក់ឆ្មបពិធីកោរជុកពិធីបំបួសនាគពិធីចម្រើនចុះនមាយុនិងពិធីបូជាសពឬភ្នំយោងជាដើម4ពិធីក្នុងគ្រួសារពិធីប្រចាំគ្រួសារសំដៅលើការរៀបចំពិធីសម្រាប់បុគ្គលណាម្នាក់ក្នុងរង្វង់គ្រួសារឬអាចនិយាយថាពុំមែនជាកង្វល់សហគមន៍ទាំងមូលទេដែលមានដូចជាពិធីកាត់គ្រោះនិងពិធីឡើងមេមត់ជាដើម5ពិធីបុណ្យក្នុងសាសនាបណ្ដាពិធីបុណ្យសំខាន់ៗរបស់ពុទ្ធសាសនាដែលអ្នកស្រុកអង្គរតែងតែប្រារព្ធមានដូចជាពិធីចូលបរិវេសកម្មបុណ្យមាឃបូជាពិធីទេសមហាចេតកបុណ្យពិសាខបូជាបុណ្យចូលព្រះវស្សានិងចេញព្រះវស្សាជាដើមទោះជាប្រជាជនខ្មែរភាគច្រើនជាពុទ្ធសាសនិកយ៉ាងណាក្តីប៉ុន្តែរកិច្ចពិធីសាសនានានានៅតែភ្ជាប់កិច្ចពិធីតាមលំនាំព្រហ្មញ្ញសាសនាផងដែរទាំងនេះគឺជាភាពសុខដុមនៃការគោរពប្រតិបត្តិសាសនារបស់អ្នកស្រុកអង្គរតាមរយៈទំនៀមទម្លាប់កិច្ចពិធីនិងការប្រារព្ធពិធីបុណ្យសំខាន់ៗរបស់អ្នកស្រុកអង្គរបានសបង្ហាញឲ្យយើងយល់កាន់តែច្បាស់អំពីទំនាក់ទំនងរវាងមរតករូបិយនិងអរូបិយដែលប្រៀបបានទៅនឹងព្រលឹងនៃអង្គរដែលមានតម្លៃដល់ជាសកលនៃអរិយធម៌របស់អ្នកស្រុកអង្គរដ៏រុងរឿង